ប្រយ័ត្នស្បៃបើឃើញក្បួនផាំនេះត្រៀមលុយទិញកាដូអើយហើយទៅជំរាបសួរមិត្តបរិបទាំងឡាយចិត្តដល់ថ្ងៃ14កុម្ភៈហើយមើលទៅហៅប៉ៅរៀងញញហើយមែនទេបើឃើញស្រីបញ្ចេញក្បួនញ៉ាន់ញង5យ៉ាងនេះគុំធ្វើមិនដឹងគេគុំទងផ្ដោតម្រុយឲ្យញាក់ត្រៀមលុយទិញកាដូហើយតោះមកមើលថាមានក្បួនអីខ្លះ1ក្បួនបង្ហើបកន្ទុយលេខនិយាយប្រយោលស្រាប់តែដើរទៅលន់មាត់ថាអ៊ុយខ្សែកនេះស្អាតម្លេះឬក្រែមពណ៌នឹងកំពុងល្បីខ្លាំងហ្មងកុំស្មានថាគេគ្រាន់តែសរសើរឲ្យពីរត់ទៅជាអីគឺគេចង់ឲ្យបងដឹងចិត្តទិនឲ្យនឹងឯង2ក្បួនថេកមិនដកដៃចែករំលែកលើសង្គមសិល្បៈបើឃើញសង្សារញាក់ថេកឈ្មោះញាក់ក្នុងផូកាបូបផ្កាឬទឹកអប់នៅលើ Facebook ឬ TikTok កុំអូសរំលងឲ្យសោះនោះមិនមែនជាការថេកលេងទេតែជាដីកាបញ្ជាឲ្យញាក់ត្រៀមឆូតកានហើយ3ក្បួននិយាយលេងបន្លំមែនគេអាចនឹងនិយាយថាចាំមើលបើថ្ងៃ14ហ្នឹងអត់មានកាដូអីផ្អែមល្ហែមដូចគេទេដឹងគ្នាហើយមើលទៅដូចជានិយាយលេងសើចសប្បាយតែបើបងអត់មានកាដូមែនប្រយ័ត្នស្បៃមែនតែនណា4ក្បួនណាត់ដើរលេងតែបញ្ចប់នៅហាងអូនចង់ទៅដើរលេងផ្សារទំនើបតើសើទេប្រយ័ត្នកក់ក្បួននេះគឺគេចង់នាំអ្នកទៅមើលគោលដៅផ្ទាល់ភ្នែកទាំងដងដើម្បីឲ្យអ្នកស្រួលចំណាំថាគេចង់បានអីមិនបាច់ឲ្យអ្នកពិបាកទាយនាំតែខុស5ក្បួនបាញ់ត្រង់កុំឲ្យខាតពេលសម្រាប់ស្រីសម័យថ្មីខ្លះគេមិនបាច់លេងក្បួនអីច្រើនទេគឺប្រាប់ត្រង់តែម្ដងបងថ្ងៃ Valentine នឹងទិញអានឹងឲ្យអូនមួយមកក្បួននេះស្រួលសន្សំសំចៃពេលវេលាតែមិនសូវសន្សំសំចៃលុយក្នុងកាបូបបរោះប៉ុន្មានទេ